អានព្រះគម្ពីរទាំងអស់គ្នាបងប្អូនមើលព្រះហស្ថនៃព្រះយេហូវ៉ាមិនមែនរុញខ្លីដែលនឹងជួយសង្គ្រោះមិនបាននោះទេព្រះការទ្រង់ក៏មិនបានទៅជាធ្ងន់ដែលនឹងស្ដាប់មិនឮនោះដែរគឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នាដែលបានខណ្ឌជាកណ្ដាលឯងហើយនឹងព្រះនៃឯងទេតើហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភ័ក្ត្រទ្រង់មិនឲ្យឃើញដល់ម្លេះបានជាទ្រង់មិនព្រមស្ដាប់ទេត្បិតដៃរបស់ឯងរាល់គ្នាប្រឡាក់ដោយឈាមហើយម្រាមដៃដោយអំពើទុច្ចរិតដែរបបោមាត់ឯងបានពោលពាក្យកំពូតហើយអណ្ដាតឯងពោលងុំជាសេចក្តីទុច្ចរិតគ្មានអ្នកណាមួយហៅរកសេចក្តីសុចរិតឬអ្នកណាដែលប្តឹងដោយសេចក្តីពិតឡើយគេទុកចិត្តនឹងសេចក្តីសូន្យសងហើយពោលតែសេចក្តីភូតភរទទេគេមានទម្ងន់ជាគំនិតបៀតបៀនហើយសម្រាលចេញជាអំពើទុច្ចរិតអាមែន